มัตโหรัตนติยัสสะยมพระองค์ทรงกรุบนมัสการกราบบังคมจุมปัวที่จุมไปในพระไตรอรได้เรียนพระพุทธรัตนมวยพระธรรมรัตนมวยและพระสังฆรัตนมวยได้สิ่งใดกรุบทั้งได้จัดเจริญลาสนมัสการกราบบังคมจุมปัวพระสังฆเถระกรุบองนั่งเป็นสิ่งใดเราอ่านปัวกันนาเนี่ยไม่ได้ยกกรุบองของใดในนี้ไงขโมยโรยแห่สาดห้องนำในพุทธศักราชปีปอนปรังโรย60ขโมยនៅពេលរាត្រីលើនេះម៉ោង6កន្លះជាងគណៈគ្រប់ព្រះអង្គបាននិមន្តមកជួបជុំគ្នានៅខាងក្នុងព្រះវិហាររកនៅការនមស្ការបង្គំរតនត្រ័យស្ដេចជ័យពធបល័យវិន័យអភិធម្មព្រះបរិទ្ធអីផ្សេងៗណាថ្ងៃនេះបាត់ជ័យព្រះបល័យឃើញកណ្ដាលបានសិក្សាចេះចាំចឹងទៅក៏មានចិត្តត្រេកអរណាឃើញប្រឹងប្រែងរៀនសូត្របានចេះចាំនៅល័យឬក៏វិន័យអភិធម្មនេះគួរតែព្យាយាមប្រឹងប្រែងព្រោះបរិយ័តហ្នឹងគឺជាសំខាន់ណាស់ទោះតែមានបរិយ័តដែលជាប់តកតងនៅក្នុងត្រៃវិន័យដែលយើងសិក្សានៅធម៌វិន័យត្រៃវិន័យហ្នឹងណាថាជាបរិយ័តធម៌ហើយតើយើងសិក្សាបានត្រឹមត្រូវហើយបដិបត្តិបានត្រឹមត្រូវនឹងយើងនឹងទទួលបាននៅផលប្រយោជន៍ជាទីកប់ចិត្តជាគុណជាប្រយោជន៍តែជាទីកប់ចិត្តរបស់ដែលកប់ចិត្តនៅក្នុងโลกហ្នឹងមានច្រើនណារបស់ដែលជាទីកប់ចិត្តក្នុងโลกហ្នឹងមានច្រើនណាដែលគ្រប់គ្នានឹងតែងត្រូវការប្រាថ្នាចង់បានក្រំថារបស់ខ្លះវាប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដែលជាលោកយៈចឹងទៅរបស់ខ្លះក៏វាជាគុណជាប្រយោជន៍ណាដែលប្រព្រឹត្តទៅជាលោកុត្តរៈដែលគ្រប់គ្នាតែងត្រូវការប្រាថ្នាចង់បានហ្នឹងមិនតែសម្រាប់យើងដែលជាអ្នកសិក្សាជាអ្នកបដិបត្តិនៅវត្ថុព្រះវិន័យហ្នឹងមិនមែនប្រាថ្នានៅរបស់ដែលជាទីកប់ចិត្តត្រឹមតែជាលោកយៈហ្នឹងទេគឺគួរប្រាថ្នាគួរតាំងចិត្តថាធ្វើឲ្យបានសម្រេចនៅប្រយោជន៍នៅរបស់ដែលជាទីកប់ចិត្តដែលជាលោកុត្តរៈអានឹងមានរឿងរ៉ាវតកតងដូចជារឿង
កៈក៏ហាក់ទេវបុត្រចេះដឹងណាគាត់បានស្ដាប់ការអនុមោទនារបស់ព្រះសម្មាសម្ពុទ្ធត្រង់បទថាមនីបទាយីលក្ខតេមនីបង្ខអ្នកឲ្យរបស់ដៃជាទីគាប់ចិត្តរមែងបាននៅរបស់ដៃជាទីគាប់ចិត្តអញ្ចឹងគាត់តែងឲ្យនៅរបស់ដៃជាទីគាប់ចិត្តបន្ទាប់ពីគាត់ស្លាប់ទៅគាត់ទៅកើតនៅឯព្រហ្មលោកហើយឯកឈានហើយបានចុះមកស្វែងគុំព្រះមានវិធីព្រះអង្គក៏តាក់សួរតើអ្នកនឹងបានរបស់ដែលជាទីគាប់ចិត្តហើយនៅគាត់ទេវបុត្រនឹងក៏បានក្រាបទូលព្រះមានវិធីអំពីការបាននៅរបស់ដែលជាទីគាប់ចិត្តរបស់គាត់ហ្នឹងគឺការបាននៅលោកកុត្តរៈមិនមែនត្រឹមតែទ្រព្យដែលជាលោកយៈនោះទេចឹងមិនថានងនាមយើងជាបព្វជិតជាពុទ្ធបរិស័ទហ្នឹងគឺថាគោប្រាថ្នានៅរបស់ដែលជាទីគាប់ចិត្តដែលជាលោកកុត្តរៈអានឹងបានវាប្រព្រឹត្តទៅដើម្បីរួចចាក់ទុកណាបើមិនចឹងទេមិនរួចចាក់ទុកទេចឹងដើម្បីរួចចាក់ទុកវាទល់តែសិក្សាបដិបត្តិនៅព្រះធម៌ព្រះវិន័យបដិបត្តិទាំងវិន័យបដិបត្តិទាំងធម៌យើងដឹងហើយក្នុងសាសនានេះយើងតែងតែនិយាយថាធម្មវិន័យក្នុងធម្មវិន័យចឹងពាក្យថាធម្មវិន័យហ្នឹងបានន័យថាមានទាំងធម៌មានទាំងវិន័យមានការអប់រំដោយធម៌មានការអប់រំដោយវិន័យមិនមែនអប់រំដោយអាជ្ញាទេប៉ុន្តែការអប់រំក្នុងសាសនាហ្នឹងគឺអប់រំដោយធម៌អប់រំដោយវិន័យមិនប្រឆាំងអំពីធម៌មិនប្រឆាំងអំពីវិន័យចឹងអប់រំដោយធម៌ដោយវិន័យហ្នឹងគឺតេតងសិលសមាធិបញ្ញាហ្នឹងឯងដែលជាលោកកុត្តរៈហើយម្យ៉ាងទៀតថាជាវិសុទ្ធិមគ្គពីព្រោះពាក្យថាវិសុទ្ធិមគ្គនេះបានន័យថាជាលោកកុត្តរៈដោយត្រង់កាលណាសិក្សាក្នុងវិសុទ្ធិមគ្គទៅនឹងបានយល់ក្នុងសេចក្តីនឹងហើយណាពាក្យថាវិសុទ្ធិមគ្គហ្នឹងគឺជាលោកកុត្តរៈដោយត្រង់បញ្ញថាការបដិបត្តិនៅធម៌សំគួរដល់ធម៌ការបដិបត្តិដោយប្រពៃប្រទៅក្នុងសិលសមាធិបញ្ញាហ្នឹងក៏ជាការបដិបត្តិដែលនាំឲ្យបានសម្រេចនៅលោកកុត្តរៈហ្នឹងដែរអញ្ចឹងក្នុងសាសនាហ្នឹងព្រះអង្គបណ្ដែងពីសិលពីសមាធិពីបញ្ញាដែលយើងត្រូវសិក្សាត្រូវបដិបត្តិហ្នឹងបើប្រឆាំងអំពីសិលសមាធិបញ្ញាហ្នឹងហើយគឺអាហ្នឹងវាឈ្មោះថាប្រឆាំងលើសាសនាណាព្រោះសាសនាដែលព្រះអង្គប្រកបហើយព្រះអង្គសម្ដែងហ្នឹងវាតកតងសិលសមាធិបញ្ញាហើយថាជាត្រៃសិក្ខាដែលយើងត្រូវយកចិត្តសម្ដេចក្នុងការសិក្សាក្នុងការបដិបត្តិហ្នឹងហើយវាយើងបដិបត្តិវាប្រឆាំងអំពីហ្នឹងវាឈ្មោះថាប្រឆាំងអំពីសាសនាប្រឆាំងអំពីធម៌វិន័យអញ្ចឹងវាអត់បានចម្រើនទេណាមិនបានចម្រើនទេណាតេធម្មេវិរុហន្តិសម្មាសម្ពុទ្ធៈទេសិទេមិនបានចម្រើនក្នុងធម្មវិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទេប៉ុន្តែបើយើងបដិបត្តិតាមធម៌តាមវិន័យមិនប្រឆាំងអំពីព្រះពុទ្ធសាសនា
mua tha ban chìm rán nong thong mà vì nấy để phải sơ mà sang phút bỏ cùng đại hải tê về thong mê vì rù hòn tế sơ mà sang phút hạ tê 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 nâng miền cùng đại này nong mà hạ lực tê ná nâng ban chìm rán nong thong mà vì nấy để phải sơ mà sang phút bỏ cùng đại hải hay đấy nhưng mà là trong cùng đại tự thọ tệ tông của mà thị to bị hay sân mình làm thị nè sau tiền đọc thì thị tiền dương tay bạn để bắt được nông của mà thị mà cả bánh cùng bẹt chọc tới rồi mà thị năng lý giải việc lấy rồi miền Campuchia ấy mỗi tay để chọc ở liên Campuchia sơ mà thịการศึกษาในนองสลาวินัยทออานั่นก็เรียนกรรมวิธีสมาธิสมาธินั่นก็เลยยังศึกษาปีสมาธิไหนนะbây giờ học tập sangปีสมาธิđểจะตื่นคุยนั่งดังคุยตนาเลยนะnhưng mà là đọc sẽ được hơi mũi đại cho một hà cam mặt than được tích cam mặt than được tích nó người về đi cả bạn bắt các nòng cam mặt than và nên mình phước đại thế bây giờ này về chạy tôm nòng sơ mát thị nòng vì tất cả mẹ lộ phần đại đi sơ mát thị đi dànโลกิยะสมาธิโลกุตตรสมาธิจังสำหรับយើងនៅជាប្រតិជននឹងគួរសិក្សាអំពីសមាធិនឹងបដិបត្តិនៅក្នុងសមាធិនឹងហើយវិធីនៃការបដិបត្តិក្នុងសមាធិនឹងលោកឲ្យយើងជំរះសិលធ្វើសិលឲ្យបរិបូរណ៍ជាខាងដើមបន្តមកលោកឲ្យយើងកាត់បរិពោធ10យ៉ាងបន្តពីកាត់បរិពោធ10យ៉ាងហើយចូលទៅរកអាចារ្យដែលជាកល្យាណមិត្តសិក្សានៅកម្មដ្ឋានឃើញទេសិក្សានៅកម្មដ្ឋានសំគួរដល់ចរិយាសំគួរដល់ចរិតព្រោះកម្មដ្ឋានខ្លះវាមិនត្រូវដែរណាដាក់ទៅវាមិនត្រូវចឹងវាតកតងនឹងចរិតវាមានរាគៈចរិតទោសៈចរិតសទ្ធាចរិតពុទ្ធិចរិតអីចឹងទៅចឹងឲ្យត្រូវជាមួយនឹងចរិតហ្នឹងប៉ុន្តែកម្មដ្ឋាននៅក្នុងវិសុទ្ធមគ្គហ្នឹងលោកសំដែងក្នុងវិសុទ្ធមគ្គក្តីក្នុងអត្ថកថាវិន័យក្តីលោកសំដែងគួរបដិបត្តិនៅកម្មដ្ឋានដែលមានប្រយោជន៍យ៉ាងសំខាន់ត្មងណានៅក្នុងហ្នឹងលោកសំដែងពីកម្មដ្ឋាន2យ៉ាងហៅថាជាសព្វថកម្មដ្ឋាននឹងមួយបរិហារិយកម្មដ្ឋាននឹងមួយសព្វថកម្មដ្ឋានហ្នឹងមានន័យថាជាកម្មដ្ឋានដែលមានប្រយោជន៍សម្រាប់កុលបុត្រទាំងពួងណាអាហ្នឹងមិនរើសថាចរិតហ្នឹងជាចរិតបែបណាទេគឺអាចបដិបត្តិបានដល់បរិហារិយកម្មដ្ឋានហ្នឹងជាកម្មដ្ឋានដែលគួររក្សាទុកឲ្យល្អអាហ្នឹងវាតកតងជាមួយនឹងការបដិបត្តិនៅក្នុងកម្មដ្ឋានដែលប្រព្រឹត្តទៅតាមចរិតដោយជាថារាគៈចរិតអីចឹងទៅដើម្បីស្ដេចផងនៅរាគៈក៏បីចម្រើននៅសុភកម្មដ្ឋានទៅច្រើននៃការត្រេះរិះអីចឹងទៅបដិបត្តិនៅក្នុងអានាបានសតិអីចឹងទៅនឹងដើម្បីកាត់នៅវិតកៈណាក្នុង Tôi một mũi của ông này
xong nông chừng này chẳngត្រូវសិក្សាឲ្យបដិបត្តិហើយវាថាយើងមិនប្រកាសថាយើងនឹងវាចរិតបែបណាទេអាហ្នឹងគួរបដិបត្តិសាកមើលទៅមានវិធេរមួយអង្គលោកនៅប្រទេសមានជ័យលោកបួសឲ្យលោកអំឡងទៅនៅព្រៃជាមួយនឹងមិត្តភក្តិលោកមួយអង្គទៀតមិត្តភក្តិលោកនោះបួសក្រោយមកក៏សឹកទៅមិនទាន់បានទៅនៅព្រៃផងចឹងលោកសិក្សាមើលនៅក្នុងធម៌របស់បព្វជិត10យ៉ាងណាចេះធម៌របស់បព្វជិត10យ៉ាងណាធម៌របស់បព្វជិត10យ៉ាងហ្នឹងមានធម៌អីខ្លះគេហៅថាបណ្ណហបច្ចវេកណៈធម្មសូត្របណ្ណហបច្ចវេកណៈធម្មសូត្រហ្នឹងមានធម៌ដែលបព្វជិតហ្នឹងត្រូវពិចារណាមាន10ចំណុចមាន5បរិបទជាមេជីវិកាតិយ៉ាងទៅវេវណ្ណយមហេអជូបបតោតិយ៉ាងទៅហើយចំណុចទី10ហ្នឹងគឺនិយាយអំពីការបានបរលុកនៅគុណធម៌ត្រង់ថាសក្ព្រះមចារីមកតាក់សួរហើយហ្នឹងឆ្លើយទៅវាមិនអឹមអៀនដែលសួរថាអ្នកមានអាយុបានសម្រេចគុណធម៌ថ្នាក់ណាឈានសមាបត្តិសមាធិវិមោកមគ្គភាវនាបលសច្ចកិរិយាកលេសបហនៈវិនីវរណតាចិត្តសៈបញ្ញាគិរេភិរតេឧត្តរមនុស្សធម៌10ហ្នឹងមគ្គផលហ្នឹងបានថ្នាក់ណាទី1ទី2ទី3ឬក៏ទី4ហ្នឹងមិនអឹមអៀនអីចឹងទៅអញ្ចឹងលោកសិក្សាឃើញចំណុចហ្នឹងក៏លោកមានហេរិអត្តបៈអញ្ចឹងក៏ចាប់ដើមបដិបត្តិក្នុងកម្មដ្ឋានហើយលោកសាកបដិបត្តិក្នុងកម្មដ្ឋានផ្សេងលោកសាកបដិបត្តិក្នុងកម្មដ្ឋានផ្សេងលោកបដិបត្តិគួរឲ្យជ្រះថ្លាក្នុងការបដិបត្តិរបស់លោកណាលោកសមាទានទុតាំងកៈហើយលោកបដិបត្តិក្នុងកម្មដ្ឋានសមាទានទុតាំងកៈហ្នឹងលោកសមាទានមិនសឹងណាមិនសឹងហ្នឹងបានន័យថាគេហៅថានេសច្ចិកង្កៈណាមិនដាក់ខ្នងដល់កពេលទេតែទៅក្នុងអេរិយាបថអង្គុយឈរដើរមិនដាក់ខ្នងដល់កពេលកាលនោះមានគណៈទៅជួបលោកសូលលោកទៅលោកបានសម្រេចគុណធម៌គុណវិសេសរបស់លោកណាហើយលោកមានការសង្រួមល្អមានការបដិបត្តិល្អចឹងលោកសកម្មដ្ឋានផ្សេងហើយយើងគ្រប់ព្រះអង្គគ្រប់គ្នាហ្នឹងបើយើងចង់បានបរលុកនៅគុណធម៌ហ្នឹងបើតន់បានអាចារ្យអីណែនាំក្នុងកម្មដ្ឋានអីច្បាស់លាស់ទេយើងសាកមើលទៅតែនៅខាងដើមហ្នឹងយើងគួរបដិបត្តិនៅក្នុងសព្វតកម្មដ្ឋានសព្វតកម្មដ្ឋានហ្នឹងដោយកណាបានរៀបរាប់ពីសិលមិញមានមេត្តាកម្មដ្ឋានសុបកម្មដ្ឋានមរណសិទ្ធិកម្មដ្ឋានហ្នឹងវាមានប្រយោជន៍សម្រាប់កុលបុត្រគួរបដិបត្តិដើម្បីចម្រើននៅក្នុងកុសលធម៌អញ្ចឹងសិក្សាបដិបត្តិទៅណាសិក្សាយល់ក្នុងកម្មដ្ឋានមួយហ្នឹងឲ្យបដិបត្តិទៅនឹងយើងនឹងទទួលបាននៅប្រយោជន៍ទទួលបាននៅផលដែលជាទីគាប់ចិត្តលើប៉ុណ្ណឹងចុះណាចាំថ្ងៃក្រោយមានពេលសម្ដែងបន្តទៀតចឹងហើយនឹងប៉ុណ្ណឹងចុះបានជាចំណែកសកលធម្មទានសម្រាប់គណៈគ្រប់ព្រះអង្គសូមបាននៅសេចក្តីសុខស្ងប់បានសម្រេចបញ្ញារួចចាក់ទុក
គ្រប់ព្រះអង្គគ្រប់គ្នាណាសូមអនុមោទនា